จุ่มยันมีอายุ65 ឆ្នាំរស់នៅភូមិចង្គមទី1ឃុំទន្លួងស្រុកមេមត់ខេត្តត្បូងឃ្មុំជុំយ៉ានមានប្រពន្ធឈ្មោះស្បុយហើយនិងមានកូន8នាក់ស្រី5នាក់ប្រុស3នាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យជុំយ៉ានត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនកុមារនៅភូមិចង្គមជុំយ៉ានបានរៀបរាប់ថាខ្ញុំគឺជាជនជាតិស្ទៀងកាត់លាវឪពុករបស់ខ្ញុំឈ្មោះជុំគឺជាជនជាតិស្ទៀងនិងម្ដាយឈ្មោះផាន់គឺជាជនជាតិឡាវសពថ្ងៃខ្ញុំនៅចេះនិយាយភាសាស្ទៀងខ្លះៗប៉ុន្តែមិនចេះនិយាយភាសាឡាវទេព្រោះម្ដាយខ្ញុំមិនបានបង្រៀនខ្ញុំមានបងប្អូន4នាក់ស្លាប់ម្នាក់នៅសល់តែ3នាក់តែប៉ុណ្ណោះកាលពីតូចៗនៅក្នុងភូមិរបស់ខ្ញុំអត់មានសាលារៀនទេគឺខ្ញុំបានទៅរៀននៅក្នុងវត្តជាមួយព្រះសង្ឃរហូតដល់មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុនៅក្នុងឆ្នាំ1970ខ្ញុំនៅចាំបានថាឪពុកម្ដាយខ្ញុំនិងប្រជាជននៅក្នុងភូមិចង្គមបានប្រកបការងារធ្វើស្រែចម្ការនិងដាំស្រូវវិលជុំនៅសម័យនោះប្រជាជនមិនមានកម្មសិទ្ធិដីធ្លីច្បាស់លាស់ទេគឺប្រជាជនទៅកាប់សម្អាតព្រៃស្បូវដើម្បីដាំស្រូវបន្ទាប់ពីប្រមូលផលស្រូវបានហើយក៏បោះបង់ទីតាំងចាស់ចោលទៅកាប់ឆ្ការព្រៃនៅទីតាំងថ្មីដើម្បីដាំស្រូវនៅរដូវបន្ទាប់ទៀតនៅចុងឆ្នាំ1960និងដើមឆ្នាំ1970អ្នកភូមិចង្គមបានរកស៊ីលក់អង្ករឲ្យកងទ័ពវៀតកុងដែលបានមកបោះទីតាំងនៅភូមិបណ្ដោយព្រំដែនកម្ពុជាវៀតណាមក្នុងភូមិសាស្ត្រចង្គមឃុំទន្លួងស្រុកមេមត់ខេត្តត្បូងឃ្មុំនៅគណៈពេលនោះមានការទម្លាក់គ្រាប់បែកជាច្រើននៅក្នុងភូមិរបស់ខ្ញុំដូច្នេះឪពុកម្ដាយរបស់ខ្ញុំបាននាំកូនចូលទៅក្នុងត្រង់សេដែលបានជីកនៅជាប់ផ្ទះដើម្បីលាក់ខ្លួនបន្ទាប់ពីខ្មែរក្រហមចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី17មេសា1975ខ្ញុំត្រូវបានមេភូមិចង្គមចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនក្មេងតូចៗប្រចាំនៅក្នុងភូមិការបង្រៀនកុមារគឺមានរយៈពេល1ម៉ោងគឺចាប់ផ្ដើមនៅម៉ោង7ព្រឹកនិងបញ្ចប់នៅម៉ោង8ព្រឹកកុមារត្រូវរៀនសរសេរអក្សរនិងលេខនៅលើក្តារឈ្នួនជាមួយដីសដែលសូនពីដីក្រហមនៅក្នុងរបបខ្មែរក្រហមកុមារមានម៉ោងរៀនតិចជាងម៉ោងធ្វើការងារពលកម្មចំណែកបន្ទប់រៀនត្រូវបានសង់ឡើងអំពីកូនឈើប្រក់ស្លឹកទ្រាំងនិងជញ្ជាំងព្យល់ក្រៅពីបង្រៀនកុមារតូចៗនៅពេលព្រឹករយៈពេល1ម៉ោងខ្ញុំត្រូវដឹកនាំកងកុមារដាំបន្លែកាប់អាចគោនិងកាប់ដើមទន្ទ្រានខេត្តយកមកធ្វើជីដាក់ស្រែបន្ទាប់មកទើបនាំកុមារឲ្យមកហូបបាយថ្ងៃត្រង់នៅពេលរសៀលខ្ញុំត្រូវដឹកនាំកងកុមារចុះជួយជញ្ជូនស្រូវកូនចល័តនិងធ្វើការងារដែលស្រាលនៅពាក់កណ្ដាលឆ្នាំ1977នៅពេលដែលសមមិត្តហ៊ុនសែនហៅណាល់ដែលបច្ចុប្បន្នគឺសម្ដេចហ៊ុនសែននិងសហការីចំនួន4នាក់ទៀតបានភៀសខ្លួនចេញទៅប្រទេសវៀតណាមដើម្បីធ្វើការរៀបចំតស៊ូវាយផ្ដួលរលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានកោះហៅមេភូមិមេឃុំនិងកម្មាភិបាលមួយចំនួនទៀតទៅរៀនសូត្រហើយបាត់ខ្លួនរហូតបន្ទាប់មកខ្មែរក្រហមបានបញ្ជូនកងទ័ពនិងកម្មាភិបាលមជ្ឈិមមកជំនះប្រជាជនទាំងអស់ចេញពីស្រុកត្រមូងឲ្យទៅនៅស្រុកស្នួលខេត្តក្រចេះវិញចំណែកខ្ញុំបានឈប់បង្រៀនកងកុមារតាំងពីពេលនោះមកកងទ័ពនិងកម្មាភិបាលដែលដឹកនាំនៅស្រុកស្នួលបានហៅប្រជាជនដែលជំនះមកពីស្រុកត្រមូងថាគឺជាមនុស្សដែលមានក្បាលយួនខ្លួនខ្មែរប្រជាជនដែលជំនះមកពីស្រុកត្រមូងបានប្រឈមនឹងការលំបាកវេទនាខ្លាំងដោយសារខ្មែរក្រហមបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរនិងមិនមានអាហារហូបចុកគ្រប់គ្រាន់ប្រជាជនជាច្រើនបានស្លាប់ដោយសារអត់អាហារនិងធ្វើការងារហួសកម្លាំងប្រជាជននិងអតីតកម្មាភិបាលដែលជំនះមកពីស្រុកត្រមូងបានព្យាយាមលាក់ប្រវត្តិរបស់ខ្លួននៅកម្មាភិបាលដឹកនាំមូលដ្ឋាននៅស្រុកស្នួលសួរពីប្រវត្តិរូបហើយភាគច្រើនបានឆ្លើយថាខ្លួនគឺជាប្រជាជនធម្មតាឬធ្វើការនៅកងចល័តខ្ញុំបានបោះស៊ុភៅចោលដើម្បីកុំឲ្យកម្មាភិបាលនៅមូលដ្ឋានដឹងថាខ្ញុំចេះអក្សរចំណែកប្រជាជនដែលជំនះមកជាមួយគ្នាក៏មិនបានរាយការណ៍ពីប្រវត្តិរបស់ខ្ញុំប្រាប់កម្មាភិបាលមូលដ្ឋានដែរដូច្នេះយើងបានរួចផុតពីការតាមដានរបស់ខ្មែរក្រហមនៅពេលខ្ញុំរស់នៅសហករណ៍ក្នុងស្រុកស្នួលខ្ញុំទទួលរបបអាហារគឺមានតែកន្ទក់ប៉ុណ្ណោះរបបកន្ទក់នេះត្រូវបានចែកសម្រាប់តែអ្នកដែលទៅធ្វើការប៉ុណ្ណោះចំណែកអ្នកមិនបានទៅធ្វើការគឺមិនទទួលបានឡើយនៅពេលនោះឪពុកម្ដាយរបស់ខ្ញុំបានស្លាប់ដោយសារតែមិនមានអាហារហូបចុកគ្រប់គ្រាន់ចំណែកខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើការនៅក្នុងកងចល័តដែលមានសមាជិកប្រហែល1000នាក់កម្មាភិបាលដឹកនាំកងចល័តនោះគឺជាមនុស្សខូខើ
បានសម្រាប់មនុស្សប្រុសស្រី2នាក់ឈ្មោះខាត់និងឈ្មោះច័ន្ទនៅមកកងចល័តទាំងអស់ដោយប្រាប់ថា2នាក់នោះគឺជាជនក្បត់បន្ទាប់ពីសម្រាប់អ្នកទាំងពីរហើយប្រធានកងចល័តនោះបានយកសាកសពទៅកប់នៅក្នុងរណ្ដៅតែមួយនៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមកដល់ស្រុកស្នួលនៅចុងឆ្នាំ1978ខ្មែរក្រហមបានជម្លៀសប្រជាជនពីស្រុកស្នួលមកទីរួមខេត្តក្រចេះវិញបន្ទាប់មកខ្មែរក្រហមបានដឹកប្រជាជនតាមកប៉ាល់ពីខេត្តក្រចេះមកស្រុកស្ទឹងត្រង់ភូមិភាគកណ្ដាលនិងបានបញ្ជូនបន្តទៅស្រុកចំការលើខ្ញុំបានស្នាក់នៅស្រុកចំការលើរយៈពេលប្រហែល2ថ្ងៃក៏មានយន្តហោះវៀតណាមបានហោះបន្ទាបខ្លួននិងប្រកាសប្រាប់ប្រជាជនដែលកំពុងលើកទំនប់ថាបងប្អូននៅស្រុកណាត្រូវត្រឡប់ទៅស្រុកនោះវិញខ្ញុំត្រេកអរយ៉ាងខ្លាំងព្រោះខ្ញុំតែងបន់ស្រន់ក្នុងចិត្តដើម្បីបានត្រឡប់ទៅស្រុកកំណើតវិញនៅពេលរៀបនឹងត្រឡប់មកផ្ទះវិញយោធាខ្មែរក្រហមបានស្ទាក់រាំងផ្លូវប៉ុន្តែសំណាងល្អកងទ័ពវៀតណាមបានមកដល់កងទ័ពវៀតណាមបានអមដំណើរប្រជាជនឲ្យឆ្លងផុតពីស្រុកចំការលើទើបខ្ញុំនិងប្រជាជនដែលធ្លាប់រស់នៅក្នុងភូមិជាមួយគ្នាបន្តដំណើរមកស្រុកកំណើតវិញខ្ញុំធ្វើដំណើររយៈពេលប្រហែល1សប្តាហ៍ទើបបានមកដល់ផ្ទះវិញពេលត្រឡប់មកដល់ភូមិកំណើតវិញខ្ញុំបានចូលបម្រើការងារសន្តិសុខដើម្បីការពារសុវត្ថិភាពក្នុងភូមិខ្ញុំរៀបការនៅដើមឆ្នាំ1980និងប្រកបរបរដាំស្រូវនិងធ្វើចំការនៅចន្លោះឆ្នាំ1984ដល់1985ខ្ញុំត្រូវបានជ្រើសរើសជាកងទ័ពការពារពលករក5ខ្ញុំបានបម្រើការងារនៅក្នុងអង្គភាពវិទ្យុតាក់ទងអង្គភាពរបស់ខ្ញុំធ្លាប់ប្រយុទ្ធជាមួយកងយោធាខ្មែរក្រហមនិងទាហានប៉ារ៉ានៅខេត្តបន្ទាយមានជ័យបានម្ដងបន្ទាប់ពីខ្ញុំបានចប់បេសកកម្មក៏បានត្រឡប់មករស់នៅស្រុកកំណើតរហូតមកដល់សព្វថ្ងៃដើមត្របែកបានដុះស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាហើយប្រជាជនកម្ពុជាអាចបេះផ្លែវាហូបបានគ្រប់ពេលកន្លងផុតអស់រយៈពេលជាង40ឆ្នាំទៅហើយដែលខ្ញុំបានភ្លក់រសជាតិផ្លែត្របែកខ្ចីពណ៌ខៀវស្រងាត់មួយផ្លែត្របែកនោះមានដើមដុះនៅលើភ្លឺស្រែតាមបណ្ដោយផ្លូវដែលខ្ញុំដើរត្រឡប់មកពីវាលស្រែវិញនៅពេលនោះមានកុមារជាច្រើនបានដើរនៅតាមបណ្ដោយផ្លូវយ៉ាងប្រញាប់ប្រញាល់ហាក់បីដូចជាកំពុងសំដៅទៅរកអ្វីមួយបន្ទាប់ពីបានបំពេញការងារនៅតាមវាលស្រែពេញមួយព្រឹកខ្ញុំសង្កេតឃើញគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងដើមត្របែកនៅតាមផ្លូវដើរនោះទេពេលខ្ញុំដើរមកដល់ដើមត្របែកមិនបង្អង់យូរខ្ញុំបានឈោងដៃទៅបេះផ្លែវាចៃដន្យមានកុមារចំនួន2-3នាក់បានដើរមកក្បែររួចនិយាយដាស់តឿនខ្ញុំថាកុំបេះត្របែកនេះប្រយ័ត្នមានរឿងខ្ញុំឮតែសំឡេងរបស់កុមារទាំងនោះនិយាយតែប៉ុណ្ណោះប៉ុន្តែខ្ញុំមិនបានស្ដាប់ដោយយកចិត្តទុកដាក់ទេហើយខ្ញុំក៏មិនបានឆ្លើយតបទៅកុមារទាំងនោះដែរក្នុងចិត្តរបស់ខ្ញុំគិតថានេះគ្រាន់តែជាផ្លែត្របែកខ្ចីមិនទាន់នឹងល្មមអាចហូបបានស្រួលបួលផងតើហេតុអ្វីបានជាអាចទៅជាមានរឿងធ្ងន់ធ្ងរទៅវិញនោះរំលឹកដល់ថ្ងៃនោះតាំងពីព្រឹកព្រហៀមម៉ោង3ទៀបភ្លឺមេកងស្រែកដាស់កុមារទាំងអស់នៅក្នុងកងឲ្យក្រោកទៅធ្វើការម្នាក់ស្ទុះស្ទារុះរាន់និងគ្មានបងឯបងអង្គឡើយខ្ញុំទាញបានដងរែកនិងសង្រែកដែលមានរៀបកណ្ដាប់សំណាបដែលខ្ញុំបានរៀបចំត្រៀមទុកតាំងពីយប់រួចជាស្រេចនោះរែកសំដៅទៅស្រែយ៉ាងលឿននៅលើស្មាខ្ញុំម្ខាងមានកណ្ដាប់សំណាបចំនួន2ដំបដែលស្មើនឹង8កណ្ដាប់ខ្ញុំដើរផងរត់ផងឲ្យទាន់មេកងនិងកុមារដទៃទៀតខ្ញុំត្រូវរែកកណ្ដាប់ក្នុងចម្ងាយផ្លូវជាច្រើនគីឡូម៉ែត្រខ្ញុំត្រូវដើរនៅលើភ្លឺស្រែរដាក់រដប់និងកាត់ផ្ទៃមេឃងងឹតសូនឈឹងនៅពេលដែលខ្ញុំធ្វើដំណើរទៅដល់វាលស្រែព្រះអាទិត្យបានចាប់ផ្ដើមចោលស្រមោលពន្លឺព្រឹមគ្មាននរណាម្នាក់បានឈប់សម្រាកឡើយបន្ទាប់ពីយើងដើរយ៉ាងឆ្ងាយទៅដល់ភ្លឺស្រែភ្លាមម្នាក់ស្ទុះទាញយកកណ្ដាប់សំណាបរបស់ខ្លួនដើរចុះទៅក្នុងស្រែដែលកងព្យួរទើបបានព្យួររួចថ្មីខ្ញុំបានរាយកណ្ដាប់សំណាបរបស់ខ្ញុំយ៉ាងរហ័សព្រោះមេកងកំពុងតែឈរមើលពីក្រោយបន្ទាប់មកយើងបាននាំគ្នាស្ទូងប្រដេញគ្នាយ៉ាងប្រញាប់ប្រញាល់ម្នាក់គិតតែពីអោនស្ទូងដោយមិនហ៊ានងើបមុខឡើយទោះបីជារៀងរោចង្កេះឬចុកខ្នងយ៉ាងណាក៏ដោយពេលយើងស្ទូងបានរយៈពេលបន្តិចព្រះអាទិត្យក៏បានរះខ្ពស់បញ្ចេញកម្ដៅនិងពន្លឺចែងចាំងមេកងបានស្រែកប្រាប់យើងឲ្យងើបឡើងពីស្ទូងទៅសម្រាកហូបបាយថ្ងៃត្រង់ខណៈដែលក្រពះរបស់ខ្ញុំកោលឺសូរចេញមកក្រៅព្រោះមិនទាន់មានចំណីចូលក្នុងពោះតាំងពីម៉ោង3ទៀបភ្លឺមកម្លេះមនុស្សម្នានាំគ្នារស់រាន់ដើរតម្រង់ទៅកន្លែងហូបបាយដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រពីស្រែ
មកដល់ត្រង់ដើមត្របែកមួយខ្ញុំបានបេះផ្លែវាហើយខំទំពាដើម្បីបំពេញក្រពះដែលកំពុងទាមទារអាហារត្របែកនោះមានរសជាតិជូរលាយចត់ព្រោះវានៅខ្ចីមិនទាន់ល្មមហូបនោះទេដោយខ្ញុំឃ្លានខ្លាំងពេកខ្ញុំបានទំពាវាឲ្យម៉ត់ជញ្ជក់យកតែទឹកតែប៉ុណ្ណោះវាពិតជាមានរសជាតិឆ្ងាញ់ណាស់រំពេចនោះមេកងឈ្មោះតាខេនបានមកដល់តាខេនគឺជាមេកងកុមារគាត់បានស្រែកកំហុកដាក់ឲ្យខ្ញុំនិងបានទាញយកផ្លែត្របែកពីដៃរបស់ខ្ញុំបេះចោលតាខេនបានដៀលខ្ញុំថាអាពួកសេរីហ៊ានបេះផ្លែត្របែកស៊ីមេកងគិតថាខ្ញុំគឺជាប្រជាជនថ្មីមកពីភ្នំពេញបរិះម្នាក់ទៀតឈ្មោះតាពេជ្រគឺជាមេកងកុមារដែរក៏បានដើរចូលមកដល់ដែរតាខេននិងតាពេជ្របានចាប់ខ្ញុំនិងយកវ៉ាមកចងដៃខ្ញុំយ៉ាងតឹងដៃខ្ញុំទាំងពីរត្រូវបានទាញចូលមកប្រឡោះជង្គង់រួចហើយចងផ្អោបជាមួយនឹងជើងទាំងសងខាងបន្ទាប់មកតាខេននិងតាពេជ្របានលើកខ្ញុំបោះចូលទៅក្នុងត្រពាំងនៅក្បែរនោះរួចហើយក៏ដើរចេញទៅបាត់ពេលនោះខ្ញុំមិនគិតថានឹងនៅមានជីវិតរស់ឃើញមុខបងប្អូននិងម្ដាយឪពុកទៀតទេព្រោះដៃជើងរបស់ខ្ញុំជាប់ចំណងពេលខ្ញុំលេចដល់បាត់ត្រពាំងច្រមុះខ្ញុំចាប់ឆ្លក់ទឹកពេលខ្ញុំខំប្រឹងដកដង្ហើមទឹកកាន់តែហូរចូលមាត់ធ្វើឲ្យពោះរបស់ខ្ញុំធំប៉ោងខ្ញុំបានខំរើបំរាស់និងធាក់ឡើងទៅលើផ្ទៃទឹកដើម្បីដកដង្ហើមជាច្រើនដងដែរសំណាងល្អមានយុវជនមួយក្រុមបានឃើញសក់ខ្ញុំនិងឮសំឡេងខ្ញុំរើបំរាស់នៅក្នុងទឹកត្រពាំងយុវជន2នាក់បានចុះមកស្រង់ខ្ញុំឡើងទៅលើគោកនិងជួយស្រាយចំណងចេញហើយក៏ដើរចេញទៅបាត់ខ្ញុំអស់កម្លាំងយ៉ាងខ្លាំងខ្ញុំបានដើរសំដៅទៅក្នុងភូមិទៅរកម្ដាយខ្ញុំបានសងំលាក់ខ្លួននៅក្នុងភូមិខ្លាចមេកងរកខ្ញុំឃើញទៀតនៅថ្ងៃនោះខ្ញុំគ្មានអាហារហូបចូលពោះទេក្រៅពីទឹកត្របែកដែលខ្ញុំជញ្ជក់និងទឹកត្រពាំងដែលខ្ញុំផឹកពេញពោះនោះមុនរបបខ្មែរក្រហមចូលមកដល់ភូមិស្រែជំរៅឃុំលាយបូស្រុកត្រាំកក់ខេត្តតាកែវគឺជាស្រុកកំណើតរបស់ខ្ញុំកាលពីតូចខ្ញុំធ្លាប់បានចូលរៀននៅវត្តយាយបូដែលស្ថិតនៅក្នុងឃុំលាយបូស្រុកត្រាំកក់ខេត្តតាកែវម្ដាយរបស់ខ្ញុំឈ្មោះលុយខនគឺជាកសិករឪពុករបស់ខ្ញុំឈ្មោះសូរឿងគឺជាទាហានលន់នល់ម្ដាយនិងឪពុករបស់ខ្ញុំធ្វើស្រែចម្ការដើម្បីចិញ្ចឹមកូននៅក្នុងឆ្នាំ1970ឪពុករបស់ខ្ញុំបានចូលធ្វើទាហានលន់នល់គាត់បានមកស្នាក់នៅក្នុងបន្ទាយទាហានមួយនៅម្ដុំចោមចៅក្នុងរាជធានីភ្នំពេញដោយចង់រស់នៅជួបជុំក្រុមគ្រួសារម្ដាយខ្ញុំបានយកកូនមករស់នៅជាមួយឪពុករបស់ខ្ញុំនៅក្នុងបន្ទាយទាហានជាមួយគ្នាពេលនោះម្ដាយរបស់ខ្ញុំនៅធ្វើការងារផ្ទះខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាវត្តគោកបញ្ជាន់ខ្ញុំចូលរៀនតាំងពីព្រឹកដល់ល្ងាចនិងត្រូវដើរដោយថ្មើរជើងចម្ងាយប្រហែល3គីឡូម៉ែត្រពីបន្ទាយទាហានដែលខ្ញុំស្នាក់នៅដោយសារតែប្រាក់ខែទាហានរបស់ឪពុកខ្ញុំខ្វះខាតខ្ញុំបានទៅជួយលើកបង្អែមបងស្រីម្នាក់ឈ្មោះម៉ៅនៅក្នុងផ្សារថ្នល់បំបែកជារៀងរាល់ល្ងាចខ្ញុំជួយលាងចានខ្ចប់បង្អែមនិងធ្វើការងារផ្សេងទៀតតាមដែលគាត់ប្រើបងម៉ៅតែងតែឲ្យលុយនិងបង្អែមមកខ្ញុំជារៀងរាល់ល្ងាចយកមកផ្ទះខ្ញុំបានរស់នៅក្នុងបន្ទាយរហូតដល់ខ្មែរក្រហមវាយយកបានទីក្រុងភ្នំពេញនៅខែមេសាឆ្នាំ1975នៅពេលនោះខ្ញុំទើបតែមានអាយុប្រហែល11ឆ្នាំតែប៉ុណ្ណោះនៅពេលដែលខ្មែរក្រហមគ្រប់គ្រងទីក្រុងភ្នំពេញបានហើយមនុស្សម្នានៅក្នុងទីក្រុងទាំងអស់ត្រូវខ្មែរក្រហមជម្លៀសចេញពីទីក្រុងឪពុករបស់ខ្ញុំបាននាំក្រុមគ្រួសារចាក់ចេញពីបន្ទាយទាហានយ៉ាងប្រញាប់ប្រញាល់ឪពុកមាននិងសាច់ញាតិរបស់ខ្ញុំខ្លះដែលជាអតីតទាហានលន់នល់ក៏ត្រូវបានខ្មែរក្រហមបាញ់សម្លាប់នៅពេលនោះដែរត្រឡប់មកស្រុកកំណើតវិញមកដល់ស្រុកត្រាំកក់ដំបងខ្ញុំនិងក្រុមគ្រួសារបានមកកាន់ភូមិមួយខ្ញុំមិនស្គាល់អ្នកណាទេប្រជាជនភាគច្រើនជម្លៀសមកពីទីកន្លែងផ្សេងគ្នាខ្ញុំឃើញផ្ទះសម្បែងរបស់ប្រជាជននៅក្នុងភូមិត្រូវបានដុតបំផ្លាញស្ទើរគ្មានសល់ឡើយវាមានសភាពខុសពីអ្វីដែលខ្ញុំធ្លាប់បានឃើញពីមុនពេលដែលចាក់ចេញទៅរស់នៅក្នុងទីក្រុងភ្នំពេញនោះមកដល់ភ្នំពេញគ្រួសារខ្ញុំបានសាងសង់ខ្ទមតូចមួយដើម្បីស្នាក់នៅបណ្ដោះអាសន្នយើងរស់នៅជាសហគមន៍ប៉ុន្តែមិនទាន់តឹងតែងខ្លាំងនោះទេរហូតដល់ខ្ញុំបានជម្លៀសមករស់នៅភូមិស្រែជំរៅខ្មែរក្រហមបានចាត់តាំងឲ្យខ្ញុំចូលកងកុមារសេរីកងកុមារសេរីគឺធ្វើការពិបាកជាងកងកុមារផ្សេងទៀតខ្ញុំត្រូវរែកដីមកខាងពីបង្គីឪពុកម្ដាយខ្ញុំទៅធ្វើស្រែចម្ការរីឯបងប្អូនខ្ញុំនៅតូចនៅផ្ទះខ្ញុំតែងតែលួចមកលេងផ្ទះជួយម្ដាយឪពុកនិងបងប្អូនរបស់ខ្ញុំលើកដំបូងដែលខ្ញុំបានមកលួចលេងផ្ទះគឺប្អូនរបស់ខ្ញុំម្នាក់បានស្លាប់
ក្រោយមកខ្ញុំបានត្រឡប់មកលេងផ្ទះម្ដងទៀតប្អូនខ្ញុំម្នាក់ទៀតក៏បានស្លាប់ទៅទៀតនៅពេលដែលខ្ញុំបានលួចត្រឡប់មកលេងផ្ទះជាលើកទី3បងរបស់ខ្ញុំក៏នៅសល់តែដង្ហើមចុងក្រោយប៉ុណ្ណោះបន្ទាប់មកគាត់ក៏បានស្លាប់ទៅបងប្អូនរបស់ខ្ញុំទាំងអស់បានស្លាប់ដោយសារតែអត់អាហារសាកសពបងប្អូនរបស់ខ្ញុំបានយកទៅកប់ចោលដោយមិនបានធ្វើបុណ្យអ្វីទេម្ដាយរបស់ខ្ញុំព្រួយបារម្ភពីខ្ញុំខ្លាំងណាស់គាត់បានសុំមេកងម្នាក់ឈ្មោះតាសាន់ឲ្យខ្ញុំចូលធ្វើការងារជាមួយគាត់តាសាន់គឺជាមេកងក្រុមយុវជនគាត់មានទឹកចិត្តល្អចំពោះខ្ញុំនៅក្នុងកងយុវជនខ្ញុំមិនសូវទទួលរងការធ្វើបាបដូចនៅក្នុងកងកុមារទេខ្ញុំមានអារម្មណ៍កក់ក្ដៅព្រោះខ្ញុំលែងបានជួបមុខមេកងកុមារដែលមានបំណងចង់សម្លាប់ខ្ញុំទៀតហើយប៉ុន្តែថ្ងៃមួយខ្ញុំកំពុងតែប្រមូលអាចគោមេកងខេនដែលជាមេកងកុមារសេរីដែលខ្ញុំធ្លាប់រស់នៅបាននិយាយមកកាន់ខ្ញុំថាអានេះអាចកិច្ចមកដល់ទីនេះនឹងនៅរស់ទៀតវើយសម្ដីប្រមាថមើលងាយនេះបានធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់ប៉ុន្តែខ្ញុំមិនតបតអ្វីឡើយខ្ញុំគិតតែពីឈ្ងោកមកធ្វើការងារបន្តនៅក្នុងកងយុវជននេះមានកូនមេកងម្នាក់ឈ្មោះអាកើតបាននិយាយធ្វើបាបនិងប្រមាថមើលងាយខ្ញុំស្ទើរតែរៀងរាល់ថ្ងៃអាកើតគឺជាកូនមេកងកសិករថ្ងៃមួយខ្ញុំបានដុតដំឡូងមី3មើមហើយអាកើតក៏មកដល់អាកើតបានកាយយកដំឡូងមីដែលខ្ញុំដុតមិនទាន់នឹងឆ្អិនស្រួលបួលផងយកទៅហូបខ្ញុំសុំអាកើតទុកដំឡូងឲ្យខ្ញុំមួយមើមដែរតែវាមិនព្រមឡើយហើយថែមទាំងជេរប្រមាថខ្ញុំនិងឪពុកម្ដាយរបស់ខ្ញុំទៀតដោយទ្រាំនឹងពាក្យសម្ដីជេរទាំងអស់នោះមិនបានខ្ញុំក៏បានវាយអាកើតចិត្តស្លាប់អ្នកនៅក្បែរនោះបានខាត់ខ្ញុំឲ្យឈប់វាយព្រោះមិនចង់ឲ្យខ្ញុំមានទោសលុះស្អែកឡើងឪពុករបស់អាកើតបានយកខ្សែគោបំរុងនឹងជងខ្ញុំយកទៅសម្លាប់តាសាន់បានប្រាប់ខ្ញុំឲ្យគេចខ្លួនព្រោះគាត់ដឹងហេតុការណ៍មិនស្រួលខ្ញុំរស់នៅគេចខ្លួនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់នៅចុងឆ្នាំ1978កងទ័ពវៀតណាមបានចាប់ផ្ដើមវាយចូលមកក្នុងប្រទេសកម្ពុជាខ្ញុំនិងគ្រួសារបានរត់ភៀសខ្លួនទៅកាន់ព្រំដែនជាមួយនឹងកងទ័ពវៀតណាមប្រជាជនមួយចំនួនផ្សេងទៀតត្រូវខ្មែរក្រហមគៀចូលទៅក្នុងព្រៃមិនយូរប៉ុន្មានកងទ័ពវៀតណាមក៏ដកថយចេញពីប្រទេសកម្ពុជាវិញខ្ញុំឮប្រជាជននិយាយថាថ្ងៃដែលកងទ័ពវៀតណាមដកចេញទៅនោះគឺជាថ្ងៃចូលឆ្នាំរបស់វៀតណាមបន្ទាប់ពីវៀតណាមដកថយចេញពីប្រទេសកម្ពុជាខ្មែរក្រហមបានសម្លាប់ប្រជាជនខ្មែរអស់ជាច្រើនអ្នកដែលបានរត់ទៅកាន់ព្រំដែនជាមួយកងទ័ពវៀតណាមខ្មែរក្រហមបានចោទប្រជាជនទាំងអស់នោះថាមានក្បាលយួនខ្លួនខ្មែរក្រុមគ្រួសាររបស់ខ្ញុំត្រូវប្រឈមមុខនឹងការសម្លាប់ដែរប៉ុន្តែយើងរត់គេចពីកន្លែងមួយទៅកន្លែងមួយទៀតមួយរយៈក្រោយមកកងទ័ពវៀតណាមបានវាយចូលមកម្ដងទៀតក្រុមខ្មែរក្រហមបានឃោសនាថាកងទ័ពវៀតណាមនឹងអាកសម្លាប់ប្រជាជនខ្ញុំខ្លាចខ្លាំងណាស់នៅពេលនោះខ្ញុំមិនបានរត់ទៅតាមកងទ័ពវៀតណាមទៀតទេហើយខ្ញុំក៏សម្រេចចិត្តរត់ទៅកាន់ភ្នំដំរីរមៀលកងទ័ពវៀតណាមបានដេញតាមយោធាខ្មែរក្រហមខ្ញុំបានជួបកងទ័ពវៀតណាមមួយក្រុមហើយកងទ័ពវៀតណាមបានប្រាប់ខ្ញុំឲ្យត្រឡប់មកស្រុកកំណើតវិញខ្ញុំនិងក្រុមគ្រួសារក៏បានជួបជុំគ្នាវិញនៅក្នុងភូមិបន្ទាប់ពីរបបខ្មែរក្រហមដួលរលំខ្ញុំបានចាប់ផ្ដើមកសាងជីវិតថ្មីជាមួយក្រុមគ្រួសារនៅក្នុងខេត្តតាកែវយើងប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតអំឡុងឆ្នាំ1983ដល់1988ខ្ញុំបានចូលរៀនបន្តមុខវិជ្ជារ៉ែនិងធម្មពលនៅមហាវិទ្យាល័យតេក្ណូបន្ទាប់ពីរៀនចប់ខ្ញុំបានចូលបម្រើការងារនៅក្នុងមន្ទីរឧស្សាហកម្មខេត្តតាកែវនៅក្នុងឆ្នាំ1989និង1990ខ្ញុំត្រូវបានចាត់តាំងឲ្យទៅបំពេញបេសកកម្មក5នៅឯខេត្តបៃលិនអស់រយៈពេលប្រហែល3ខែការងារខ្ញុំគឺគ្រប់គ្រងពលករដែលទៅពីខេត្តតាកែវជាមួយនឹងមេបញ្ជាការរបស់ខ្ញុំម្នាក់ទៀតឈ្មោះជឹមជឿនដែលជាអតីតអនុប្រធានមន្ទីរឧស្សាហកម្មខេត្តតាកែវនៅបៃលិនប្រជាជនគឺជាជំនួយការដល់កងទ័ពដែលប្រយុទ្ធជាមួយនឹងខ្មែរក្រហមនៅទីនោះយើងត្រូវជួយជីកលេនដ្ឋានផ្គត់ផ្គង់សម្ភារៈដល់កងទ័ពនិងការងារផ្សេងទៀតខ្ញុំឃើញមានការប្រយុទ្ធគ្នាជាមួយកងទ័ពខ្មែរក្រហមជាញឹកញយហើយក៏មានប្រជាជនពលីជីវិតក្នុងពេលបំពេញបេសកកម្មនោះដែរខ្ញុំបានត្រឡប់មកផ្ទះវិញបន្ទាប់ពីបំពេញបេសកកម្មអស់រយៈពេល3ខែនេះហើយខ្ញុំក៏បានរៀបការជាមួយប្រពន្ធរបស់ខ្ញុំយើងមានកូនចំនួន4នាក់ស្រីចំនួន3នាក់និងប្រុសចំនួន1នាក់ដោយមើលឃើញជីវភាពគ្រួសារខ្សត់ខ្សោយពេកខ្ញុំក៏សម្រេចចិត្តឈប់ធ្វើរាជការទ្
ឡប់ទៅប្រកបមុខរបរធ្វើស្រែចម្ការវិញសពថ្ងៃនេះខ្ញុំនៅផ្ទះមើលថែរក្សាចៅកូនរបស់ខ្ញុំគឺជាអ្នកប្រកបរបររកស៊ីចិញ្ចឹមគ្រួសារ